សួស្តីបងប្អូនដែលសិក្សាគណិតវិទ្យាក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបមើលរូបរាងខ្សែកោងនិងសង់តារាងអថេរភាពរបស់វាបានលឿនដែលប្រើពេលតែ1នាទីអូហាហាហាក្នុងវីដេអូនេះវាពិតជាលឿនពី1នាទីប៉ុន្តែនៅពេលយើងរៀនចែកទៅគឺអាចធ្វើដោយខ្លួនឯងក្នុងពេល1នាទីពិតមែនតែសូមបញ្ជាក់ថាបើយើងសិក្សាវាពេញលេញពិតណាស់វានឹងវែងហើយក្នុងវីដេអូនេះគឺយើងសិក្សាតែអនុគមសានិទានប្រភេទនេះប៉ុណ្ណោះនេះជាលំហាត់ទី1និងទី2ដោយបានបង្ហាញដំបូងចូលក្រឡេកមើលភាគបែងចំពោះលំហាត់ទី1ភាគបែងគឺ x ដក2បើ x ស្មើ2នោះភាគបែងនឹង0ដូច្នេះបន្ទាត់ x ស្មើ2គឺជាអាស៊ីមតូតឆនៃក្រាបចំណែកខាងស្ដាំជាលំហាត់ទី2មានភាគបែង x ដក1នោះបន្ទាត់ x ស្មើ1គឺជាអាស៊ីមតូតឆនៃក្រាបបន្ទាប់មកយើងនឹងរកអាស៊ីមតូតត្រេបគឺយើងមើលសញ្ញារបស់ x ការ៉េនិង x ខាងក្រោមបើវាមានសញ្ញាដូចគ្នាអាស៊ីមតូតត្រេបនឹងកើនឬត្រេបទៅស្ដាំដោយលំហាត់ទី1តែបើសញ្ញាវាផ្ទុយគ្នាអាស៊ីមតូតនឹងចុះឬត្រេបទៅឆ្វេងដោយលំហាត់ទី2បើយើងសរសេរអនុគមជារាងកាណូនិកយើងនឹងឃើញសមីការអាស៊ីមតូតត្រេបដោយគូបង្ហាញយើងឃើញថាអាស៊ីមតូតឆនិងអាស៊ីមតូតដេកប្រសពគ្នាត្រង់ចំណុចមួយដែលចំណុចនេះហៅផ្ចិតឆ្លុះនៃក្រាបដែលយើងអាចរកកូអ័រឌូណេរបស់វាបានដោយគ្រាន់តែយកតម្លៃនៃអាស៊ីមតូតឆ x ស្មើ2ទៅចំនួនក្នុងអាស៊ីមតូតត្រេតហើយយើងបានតម្លៃ y ធ្វើដូចគ្នាចំពោះលំហាត់ខាងស្ដាំឥឡូវយើងនឹងមើលបន្តទៀតថាតើក្រាបមានកំពូល2ឬអត់កំពូលយើងមើលនៅក្នុងរាងកាណូនិកបើសញ្ញាទាំងពីរនេះផ្ទុយគ្នាគឺ derivative ទី1គ្មានឫសទេឬក្រាបគ្មានកំពូលទេវាគឺជាអនុគមកើនជានិកក្នុងលំហាត់ទី1ឬចុះជានិកដោយលំហាត់ទី2ហើយនេះជាលំហាត់ទី3និងទី4យើងមើលរាងកាណូនិកឃើញថាសញ្ញាទាំងពីរនេះគឺដូចគ្នាអាចបូកដូចគ្នាឬដកដូចគ្នាបញ្ជាក់ថា derivative ទី1មានឫស2ឬក្រាបមានកំពូល2បញ្ជាក់ថា derivative ទី1មានឫស2ដែលឫសទាំងពីរនោះជាអាប់ស៊ីសចំណុចកំពូលតាំងដោយ x1 និង x2 មកដល់ត្រឹមនេះតើអ្នកទាន់ទេបើលឿនពេកអ្នកមើលវីដេអូឡើងវិញបន្តទៅទៀតយើងនឹងរៀនពីវិធីសង់តារាងអថេរភាពដោយគ្រាន់តែមើលរូបក្រាបអំបញ្ញមិញត្រឡប់មកលំហាត់ទី1វិញតារាងអថេរភាពមាន3ជួរដេកជួរដេកទី1គឺជាដែនកំណត់តម្លៃ x ចាប់ពីដកអាណនដល់បូកអាណននៅចន្លោះកណ្ដាលសូមដាក់អាស៊ីមតូតឆគឺ x ស្មើ2ដោយសារ derivative ទី1គ្មានឫសដូច្នេះនៅសងខាងលេខ2នេះយើងមិនដាក់អ្វីទេជួរដេកទី2គឺជាសញ្ញា derivative ដោយសារក្រាបកើនជានិច្ចដូចឃើញក្នុងរូបដូច្នេះយើងដាក់សញ្ញាបូកទាំងអស់ជួរដេកទី3គឺជាអថេរភាពរបស់ fx បើឃើញសញ្ញាបូកយើងគូសព្រួញកើនបន្ទាប់មកនៅចុងសងខាងព្រួញគឺជាលីមីតចុងដែនកំណត់យើងក្រឡេកទៅមើលក្រាបខាងដកអាណនក្រាបបន្លាយទៅក្រោមមានន័យថាគិតចិត្តដកអាណនដូច្នេះយើងដាក់ថាដកអាណនត្រង់ចំណុចខាងឆ្វេងអាស៊ីមតូតឆក្រាបបន្លាយឡើងលើមានន័យថាគិតចិត្តបូកអាណនដូច្នេះយើងដាក់ថាបូកអាណនចំណែកខាងស្ដាំអាស៊ីមតូតឆយើងឃើញក្រាបបន្លាយចុះក្រោមយើងដាក់ថាដកអាណននិងចុងពេល x គិតចិត្តបូកអាណនក្រាបបន្លាយឡើងលើយើងដាក់ថាបូកអាណនចំពោះលំហាត់ទី2 f ជាអនុគមចុះជានិច្ចកន្លែងសញ្ញា derivative នេះយើងដាក់សញ្ញាដកទាំងអស់ហើយជួរដេកទី3យើងគូសព្រួញចុះខាងដកអាណនក្រាបបន្លាយឡើងលើគឺយើងដាក់បូកអាណនខាងឆ្វេងអាស៊ីមតូតឆក្រាបបន្លាយចុះក្រោមយើងដាក់ដកអាណនខាងស្ដាំអាស៊ីមតូតឆក្រាបបន្លាយចុះក្រោមយើងដាក់ថាដកអាណននិងខាងបូកអាណនក្រាបបន្លាយឡើងលើយើងដាក់ថាបូកអាណនចំពោះលំហាត់ទី3យើងបានដឹងហើយថាក្រាបមានកំពូល2មានន័យថា derivative ទី1មានឫស2ផ្សេងគ្នាខ្ញុំតាំង x1 និង x2 ជាឫសរបស់វាយើងយកឫសទាំងពីរដាក់សងខាងអាស៊ីមតូតឆចំណាំថាឫសទាំងពីរត្រូវនៅសងខាងអាស៊ីមតូតឆហើយមានគម្លាតស្មើគ្នាពីអាស៊ីមតូតឆទៀតផងនៅជួរដេកទី2គឺសញ្ញារបស់ derivative ទី1ដូចយើងបានឃើញក្នុងរូប
កាលណាក្រាបកើនយើងដាក់សញ្ញាបូកកាលណាក្រាបចុះយើងដាក់សញ្ញាដកជួរដេកទី3យើងមើលទៅសញ្ញា derivative បើឃើញសញ្ញាបូកយើងគូសព្រួញកើនបើឃើញសញ្ញាដកយើងគូសព្រួញចុះត្រង់កំពូល x1 និង x2 យើងដាក់តម្លៃបរិមាគឺ f នៃ x1 និង f នៃ x2 រៀងគ្នានៅខាងដកអាណន់និងខាងឆ្វេងអាស៊ីមតូតឆក្រាបបន្លាយចុះក្រោមយើងដាក់ថាដកអាណន់ហើយខាងស្ដាំអាស៊ីមតូតឆនិងខាងបូកអាណន់ក្រាបបន្លាយឡើងលើយើងដាក់ថាបូកអាណន់ដូចគ្នាដែរចំពោះលំហាត់ទី4យើងដាក់សញ្ញាដកបូកដកទៅតាមខ្សែកោងតំណាងខាងស្ដាំគឺចុះកើនចុះផ្នែកខាងឆ្វេងអាស៊ីមតូតឆក្រាបបន្លាយឡើងលើទើបក្នុងតារាងយើងដាក់បូកអាណន់ចំណែកខាងស្ដាំអាស៊ីមតូតឆក្រាបបន្លាយចុះក្រោមទើបក្នុងតារាងយើងដាក់ដកអាណន់យើងបានបញ្ចប់4លំហាត់រួចហើយតើអ្នកយល់បានខ្លះទេបើមិនទាន់ច្បាស់ទេសូមមើលវីដេអូម្ដងទៀតហាឥឡូវនេះសន្មតថាអ្នកបានយល់ហើយដូច្នេះចាប់ផ្ដើមលំហាត់ថ្មីដោយធ្វើឲ្យបានក្នុងពេល1នាទីលំហាត់ទី5នេះយើងមើលភាគបែង x ដក1នុបន្ទាត់ x ស្មើ1គឺជាអាស៊ីមតូតឆនៃក្រាបបន្ទាប់មកយើងមើលសញ្ញា x ការ៉េខាងលើនិងសញ្ញា x ខាងក្រោមគឺផ្ទុយគ្នានុអាស៊ីមតូតត្រេតជាបន្ទាត់ចុះបើយើងសរសេរអនុគមជារាងកាណូនិកយើងឃើញសមីការអាស៊ីមតូតត្រេតគឺ y ស្មើដក x បូក1អាស៊ីមតូតទាំងពីរប្រសពគ្នាត្រង់ចំណុច1យើងគ្រាន់តែយក x ស្មើ1ចំនួនក្នុងអាស៊ីមតូតត្រេត y ស្មើដក x បូក1យើងបាន y ស្មើ0នុចំណុច i 10ជាផ្ចិតឆ្លុកនៃក្រាបបន្តទៀតយើងនឹងមើលថាតើក្រាបមានកំពូល2ឬគ្មានកំពូលចូលក្រឡេកទៅមើលរាងកាណូនិកសញ្ញាទាំងពីរដូចគ្នាបញ្ជាក់ថាក្រាបមានកំពូល2ឬ derivative មានឬ2ដែលឬទាំងពីរនោះជាអាប់ស៊ីសចំណុចកំពូលតាំងដោយ x1 និង x2 ឥឡូវយើងបានរូបតំណាងហើយយើងអាចសង់តារាងអថេរភាពបានហើយអូហាខ្ញុំឈប់និយាយហើយមើលរូបតំណាងរួចដាក់ទិន្នន័យខ្លួនឯងទៅហាអូអំបញ្ញមិញយើងគ្រាន់តែតាំង x1 x2 បណ្ដោះអាសន្នសិនឥឡូវយើងមកដឹងតម្លៃពិតប្រាកដគណនា derivative ទី1បន្ទាប់មកឲ្យ derivative ស្មើ0គឺយកតែភាគយកស្មើ0បានហើយព្រោះភាគបែងវិជ្ជមានអញ្ចឹង derivative យកសញ្ញាតាមភាគយកបន្ទាប់មកដកស្រាយសមីការយើងបានឬ2អ្នកឃើញទេឬទាំងពីរគឺនៅសងខាងអាស៊ីមតូតឆហើយមានចម្ងាយ2ឯកតាដូចគ្នាពីអាស៊ីមតូតឆទៀតផងបន្ទាប់មកយើងនឹងរកតម្លៃបរិមាធៀបពិតប្រាកដយើងគ្រាន់តែយកតម្លៃ x ស្មើដក1ចំនួនក្នុង f នៃ x និងចំនួន x ស្មើ3ក្នុង f នៃ xសូមអរគុណដែលតាមដានសង្ឃឹមថាអ្នកនឹងទទួលបានចំណេះដឹងពីវីដេអូនេះហើយនេះជាលំហាត់ទុកឲ្យអ្នកអនុវត្ត